ក្នុងករណីដែលថៃកំពុងតែផ្ដាច់ផ្លូវផ្ដាច់ស្ពានហ្នឹងគឺវាមានកម្រងប្រើតែយន្តហោះចម្បាំងឯងបងប្អូនណានៅតំបន់ហ្នឹងអញ្ចឹងនៅតំបន់កោះកុងហើយនឹងពោធិ៍សាត់គឺពួកវានឹងប្រើតែយន្តហោះចម្បាំងឯងតែបើសម្រាប់ផ្លូវក្រោមជើងក្រោមគឺវាចេញមកយើងក៏អត់កើតដែរដោយសារវាផ្ដាច់ស្ពានផ្ដាច់ផ្លូវដូចគ្នាអញ្ចឹងហ៎បងប្អូនអញ្ចឹងអានេះជាឱកាសរបស់យើងដែលយើងត្រូវប្រើសំណាញ់មេឃមួយហើយឬក៏យើងត្រូវប្រើ drone មួយហើយសំណាញ់មេឃក៏យើងត្រូវប្រើ drone ក៏យើងត្រូវតែដាក់ទម្លាក់ទៅវាហើយអាហ្នឹងដល់ឱកាសដូចគ្នាហើយពីព្រោះជើងក្រោមគឺទុកមើលគ្នាទៅវិញទៅមកអត់មានធ្វើអីកើតទេជើងក្រោមគឺអត់កើតទេមានតែអា40ខាណុងឬក៏គេហៅអីគេអាចចម្ងាយឆ្ងាយណាមានតែវគ្គចម្ងាយឆ្ងាយអាហ្នឹងគេហៅវគ្គពិសេសហើយអញ្ចឹងពាក់ព័ន្ធមួយថៃផ្ដាច់ផ្លូវផ្ដាច់ស្ពានដូចខ្ញុំនិយាយហើយនិយាយទៀតចឹងគឺវាចាញ់យើងហើយបានវាផ្ដាច់ផ្លូវផ្ដាច់ស្ពានបើវាឈ្នះយើងវាទុកស្ពានទុកផ្លូវរូលចូលមកយើងហើយកុំឆ្ងល់ត្រង់ហ្នឹងតែវាផ្ដាច់ផ្លូវផ្ដាច់ស្ពានមានន័យថាវាខ្លាចជើងក្រោមយើងចូលទៅវាហើយវាខ្លាចយើងហើយវាចាញ់យើងហើយចំណុចហ្នឹងមួយគឺវាចាញ់យើងហើយគឺយើងឈ្នះហើយឥឡូវហ្នឹងយើងឈ្នះជើងក្រោមណាជើងក្រោមយើងដឹងឈ្នះហើយអញ្ចឹងស្អែកខាន់ស្អែកនេះគឺវាប្រើតែយន្តហោះចម្បាំងឯងវាប្រើតែខ្សែលើឯងផ្លូវក្រោមគឺលែងសូវប្រើហើយអញ្ចឹងយើងត្រៀមចាំទម្លាក់ទៅដល់វគ្គដែលយើងត្រូវប្រើសំណាញ់មេឃប្រើវគ្គហ្នឹងគឺយើងត្រូវតែប្រើពីព្រោះអាហ្នឹងគឺទប់ស្កាត់យន្តហោះចម្បាំងរបស់វាចូលមកហើយទោះបីចូលមកក៏វាអត់សូវអីប្រហែលដែរអត់សូវអីប្រហែលទេតែបើយើងបានទម្លាក់របស់វាបាន20-30គ្រឿងល្អបំផុតហើយអាហ្នឹងគឺល្អបំផុតហ្មងគឺយើងអាចតស្ពានយើងអាចវាយចូលវាបានហើយគឺយើងអាចវាយចូលវាបានហើយបើពាក់ព័ន្ធមួយផ្លូវទឹកវា0ផ្លូវទឹកវា0វាអត់ហ៊ានចូលមកទេចូលមកផ្លូវទឹកយើងប្រើតា drone ទម្លាក់តា4 10 20 30គ្រឿងទៅបាត់ហើយកប៉ាល់វាគ្មានតបាញ់ drone កើតទេហើយ drone របស់យើងតម្លាក់យកទៅមិនដែលកប៉ាល់វាហ៊ានចូលទេជឿខ្ញុំមិនហ៊ានចូលទេឥឡូវថៃនេះវាតល់ច្រកហើយដល់ចំណុចតល់ច្រកហើយដូចខ្ញុំនិយាយទៀតចឹងបើសិនជាមីយ៉ាន់ម៉ាដាក់មួយជាន់ទៀតហើយខាងម៉ាឡេដាក់មួយជាន់មកទៀតថៃអត់មានឈ្មោះនៅលើផែនដីទេគឺគ្មានហ្មងខ្ញុំហ៊ានតានេះគឺគ្មានឈ្មោះផែនដីនឹងគឺអត់មានឈ្មោះថៃតទៅទៀតទេគឺបាត់សូន្យតែម្ដងឲ្យតែ3ប្រទេសហ្នឹងសរុបចូលគ្នាឲ្យតែ3ប្រទេសហ្នឹងសម្រុកតែមួយគឺ100%ថៃបាត់ពីផែនដី